សម្រែកចេញពីបន្ទប់លេខ404ខ្យល់សមុទ្រនៅក្រុងកំពង់សោមនាពេលរាត្រីបក់មកត្រជាក់ដល់ឆ្អឹងខ្នងប៉ុន្តែសម្រាប់បុគ្គលិកក្រុមហ៊ុនមកពីខេត្តកណ្ដាលមួយក្រុមនេះវាមិនមែនជាភាពស្រស់ស្រាយនោះទេផ្ទុយទៅវិញវាគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់បន្ទាប់ពីធ្វើដំណើរពេញមួយថ្ងៃក្រុមការងារបានមកដល់សន្តាគារចាស់មួយហើយមេកាយបានបែងចែកឲ្យស្នាក់នៅមួយបន្ទប់4នាក់ស្រីពៅស្រីនុចអាឌីណានិងបងសារីទទួលបានសោបន្ទប់លេខ404នៅជាន់ខាងលើគេបង្អស់គ្រាន់តែឈានជើងចូលដល់មុខបន្ទប់ស្រីពៅស្រាប់តែមានអារម្មណ៍ថាធំក្លិនផ្កាម្លិះក្រៀមជិះចេញពីខាងក្នុងយ៉ាងចម្លែករីឯអាឌីណាដែលជាមនុស្សឆ្មើមឆ្មៃបែរជាប្រកែកមិនព្រមចូលដេកក្រោយខាងឆ្វេងដោយអះអាងថាមានអារម្មណ៍ដូចមានមនុស្សកំពុងសម្លឹងមើលនាងពីជ្រុងងឹតបងសារីដែលជាបុគ្គលិករៀមច្បងជាងគេក្នុងបន្ទប់បានព្យាយាមលើកទឹកចិត្តថាកុំគិតច្រើនអីស្រីគ្នាយើងមកធ្វើការទេឆាប់សម្រាកទៅស្អែកត្រូវងើបពីព្រលឹមរួចគាត់ក៏រៀបចំកន្លែងដេកដើម្បីឲ្យប្អូនមានអារម្មណ៍កក់ក្ដៅកណ្ដាលអាធ្រាត្រស្រីនុចដែលកំពុងលងលក់ក្នុងដំណេកស្រាប់តែត្រូវភ្ញាក់ឡើងដោយសាររសោមាត់មនុស្សខ្សឹបខ្សៀវនៅក្បែរត្រចៀកនាងថាចេញទៅកន្លែងឯងនាងបើកភ្នែកឡើងទាំងញាប់ញ័រស្រាប់តែឃើញអាឌីណាកំពុងឈររឹងស្ទោកនៅចុងជើងគ្រែសក់សំពងបិទមុខជិតខ្លួនប្រាណរបស់នាងញ័រត្រើតស្រីនុចព្យាយាមហៅឈ្មោះអាឌីណាប៉ុន្តែគ្មានការឆ្លើយតបផ្ទុយទៅវិញនាងបែរជាឃើញស្រីពៅដែលដេកក្បែរនោះស្រែកធ្ងោចេញឈាមតាមមាត់ទាំងមិនដឹងខ្លួនស្រីនុចភ័យពេកក៏ស្ទុះទៅអង្រួនដាស់បងសារីឲ្យជួយប៉ុន្តែនៅពេលបងសារីងើបមុខឡើងមុខរបស់គាត់មិនមែនជាមុខបងសារីដែលនាងស្គាល់ឡើយតែគឺជាមុខខ្មោចស្រីម្នាក់ដែលរលេះរលួយភ្នែកលៀនចេញមកក្រៅសម្លឹងមកនាងទាំងសាច់ចអឹបភ្លាមនោះស្រមោលខ្មៅស្រអាប់មួយបានលេចចេញពីពីដានបន្ទប់លោកដៃវែងមកច្របាច់កអាឌីណារហូតនាងរើបំរះបោកខ្លួនទៅនឹងជញ្ជាំងបន្ទប់លេខ404យីសូផងស្រីនុចព្យាយាមសម្រុកទៅបើកទ្វារដើម្បីរត់ចេញទៅក្រៅប៉ុន្តែទ្វារបន្ទប់បែរជាជាប់គាំងបើកមិនរួចទោះបីជានាងប្រឹងទាញរហូតដាច់ក្រចកដៃក៏ដោយសម្រែកដ៏រន្ធត់របស់ស្រីទាំង4នាក់បានបន្លឺឡើងចេញពីបន្ទប់លេខ404ប៉ុន្តែអ្នកនៅបន្ទប់ក្បែរខាងបែរជាមិនឮសំឡេងអ្វីទាំងអស់ក្រៅពីសំឡេងខ្យល់បក់វូលុះដល់ព្រឹកព្រលឹមទើបគេឃើញទ្វារបន្ទប់បើកចំហពួកគេបានឃើញបងសារីអាឌីណានិងស្រីពៅដេកសន្លប់បាត់ស្មារតីនៅកន្លែងផ្សេងគ្នាក្នុងស្ថានភាពភ្នែកនៅបើកធ្លុះរីឯស្រីនុចអង្គុយយំម្នាក់ឯងនៅកាច់ជ្រុងបន្ទប់ទាំងនិយាយមិនចេញសម្ដីដូចជាទើបតែបានឃើញអ្វីមួយដែលមិនគួរឃើញក្នុងបន្ទប់លេខ404នោះតើអ្នកចង់ឲ្យខ្ញុំបន្ថែមឈុតឆាកការតស៊ូរបស់ស្រីនុចដើម្បីជួយមិត្តភក្តិឬចង់ឲ្យខ្ញុំរៀបរាប់ពីប្រវត្តិដ៏ខ្មៅងឹតនៃបន្ទប់លេខ404នេះទេអាចកំបាំងខ្មៅងឹតនៃបន្ទប់លេខ404ខណៈពេលដែលមិត្តភក្តិទាំង3នាក់ដេកស្ទោកស្ដឹងក្នុងសភាពគួរឲ្យខ្លាចស្រីនុចដែលនៅសេសសល់ស្មារតីចុងក្រោយបានក្រឡេកឃើញសៀវភៅកំណត់ហេតុចាស់មួយកប់នៅក្រោមគ្រែដែលអាឌីណាធ្លាប់ប្រកែកមិនព្រមដេកនាងលូកដៃញ័រទៅទាញវាមកមើលស្រាប់តែឃើញរូបថតនារីម្នាក់តែមានមុខមាត់ដូចបេះបិទនិងខ្មោចដែលនាងទើបតែបានឃើញអំបាញ់ងែងប្រវត្តិនៃការសង្សឹកកាលពី10ឆ្នាំមុនបន្ទប់លេខ404នេះគឺជាកន្លែងឃាតកម្មដ៏សាហាវឃោរឃៅមួយនារីម្នាក់ត្រូវបានគេចាប់បង្ខាំងទុកនិងធ្វើទារុណកម្មរហូតដល់ស្លាប់ដោយដាច់បាយដាច់ទឹកមុនពេលស្លាប់
នាងបានសរសេរដោយឈាមនៅលើជញ្ជាំងថាអ្នកណាដែលចូលមកទីនេះមិនត្រូវចេញទៅវិញដោយមានជីវិតឡើយការតស៊ូរបស់ស្រីនុចដឹងថាបើមិនធ្វើអ្វីមួយទេពួកគេទាំង4នាក់ច្បាស់ជាខ្លាយជាខ្មោចតែហោងនៅទីនេះមិនខាននាងក្រឡេកឃើញខ្សែដៃព្រះដែលបងសារីធ្លាប់ពាក់ជាប់ខ្លួនជានិច្ចបានជ្រុះនៅក្បែរជើងគ្រែនាងប្រឹងវាទៅយកទាំងដង្ហើមញាប់ស្ទើរដាច់ខណៈដែលស្រមោលខ្មៅនោះកំពុងតែលូនចុះពីពិដានយឺតមករកនាងឈុតឆាក់រន្ធត់ខ្មោចស្រីនោះបានចាប់ជើងស្រីនុចអូសចូលទៅក្រោមគ្រែស្រីនុចស្រែកផ្អើលពេញបន្ទប់នាងប្រើកម្លាំងចុងក្រោយលូកដៃចាប់ខ្សែដៃព្រះនោះបានរួចគ្រវីដាក់មុខខ្មោចស្រីនោះទាំងសូត្រធម៌ដែលនាងចាំបានតិចតួចការផ្ទុះឡើងស្រាប់តែមានពន្លឺពណ៌ជិះចេញពីខ្សែដៃបណ្ដាលឲ្យខ្មោចស្រីនោះស្រែកល្វើយរួចរលីបាត់ទៅក្នុងភាពងឹតទ្វារបន្ទប់ដែលធ្លាប់តែជាប់គាំងក៏របើកឡើងវិញភ្លាមទោះបីជាខ្មោចនោះបាត់ទៅមែនប៉ុន្តែស្នាមម្រាមដៃខ្មៅនៅជុំវិញរបស់អាឌីណានិងស្រីពៅនៅតែដិតជាប់មិនបាត់ឡើយស្រីនុចប្រឹងអូសមិត្តភក្តិទាំង3នាក់ចេញពីបន្ទប់នោះទាំងត្រដកខ្យល់រឿងរ៉ាវមិនទាន់ចប់ត្រឹមនេះទេទោះបីជាពួកគេអាចចាក់ចេញពីបន្ទប់លេខ404នៃក្រុងកំពង់សោមបានមែនប៉ុន្តែស្រមោលអតីតកាលនៅតែតាមលងបន្លាចពួកគេរហូតដល់ខេត្តកណ្ដាលស្រមោលតាមព្យាបាទបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញស្រីពៅស្រីនុចអាឌីណានិងបងសារីព្យាយាមបំភ្លេចរឿងរ៉ាវដ៏រន្ធត់នោះហើយចូលធ្វើការក្នុងក្រុមហ៊ុននៅខេត្តកណ្ដាលវិញជាធម្មតាប៉ុន្តែអ្វីមិនដូចការរំពឹងទុកឡើយអាឌីណាចាប់ផ្ដើមមានអាការៈស្លេកស្លាំងខ្សោយកម្លាំងហើយតែងតែនិយាយម្នាក់ឯងនៅតាមបណ្ដោយជណ្ដើរជើងព្រះនាងប្រាប់មិត្តភក្តិទាំងភ្នែកក្រហមថាវាដេកនៅចិត្តខ្ញុំណាវាមកតាមយើងហើយលុះយប់មួយខណៈដែលពួកគេទាំង4នាក់កំពុងធ្វើការថែមម៉ោងអត់ក្នុងអគារក្រុមហ៊ុនដ៏ស្ងាត់ជ្រងស្រីពៅដើរទៅបត់ជើងតូចស្រាប់តែឃើញទឹកចេញពីក្បាលរ៉ូប៊ីណេប្រែជាពណ៌ឈាមរួចធំក្លិនផ្កាំលិះក្រៀមដោយការនៅបន្ទប់404គ្មានខុសនាងងើបមុខមើលកញ្ចក់ស្រាប់តែឃើញខ្មោចស្រីម្នាក់ឈរអោបបកនាងពីក្រោយបងសារីតែព្យាយាមជួយប្អូនក៏ត្រូវស្រមោលខ្មៅរុញទម្លាក់ពីលើជណ្ដើរបណ្ដាលឲ្យសន្លប់បាត់ស្មារតីស្រីនុចតែជាអ្នកកាន់ខ្សែដៃព្រះក៏ប្រញាប់រត់ទៅរកអាឌីណានិងស្រីពៅនាងបានឃើញទិដ្ឋភាពដ៏រន្ធត់អាឌីណាកំពុងយកប៊ិចសរសេរលេខ404ពេញលើជញ្ជាំងក្រុមហ៊ុនទាំងភ្នែកស្រឡេវស្រីនុចដឹងភ្លាមថាខ្មោចនោះមិនមែនតាមចង់កម្មពៀននឹងបន្ទប់នោះទេតែវាចង់បានគ្រូកាយដើម្បីទៅរស់នៅជំនួសក្នុងគ្រាអាសន្នស្រីនុចបានសម្រេចចិត្តយកខ្សែដៃព្រះទៅដាក់លើកអាឌីណារួចស្រែកហៅឈ្មោះមិត្តភក្តិទាំងទឹកភ្នែកស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងក្នុងអគាររហូតកញ្ចក់បង្អួចបែកខ្ទេចខ្ទីសំឡេងស្រីម្នាក់ស្រែកយ៉ាងខ្លាំងថាអញនឹងមិនទៅណាឡើយអញនៅជាមួយពួកឯងជានិច្ចព្រឹកឡើងបុគ្គលិកផ្សេងទៀតមកដល់ក្រុមហ៊ុនក៏ឃើញអ្នកទាំង4នាក់ដេកដួលលើឥដ្ឋទោះបីជាពួកគេនៅមានជីវិតប៉ុន្តែនៅលើខ្នងដៃរបស់អ្នកទាំង4មានស្នាមចំខ្មៅរៀងលេខ404ដូចគ្នាតែវាមិនមែនជាស្នាមធម្មតាតែជាសញ្ញាសម្គាល់នៃព្រលឹងខ្មោចតែវានឹងរងចាំថ្ងៃត្រឡប់មកវិញដើម្បីបញ្ចប់បណ្ដាសាដ៏រន្ធត់នេះអ្នកទាំង4សម្រេចចិត្តធ្វើពិធីរំដោះគ្រោះពង្វាក់វិញ្ញាណ1ដែលរៀបចំឡើងដោយគ្រូអាចារ្យម្នាក់ដែលមានបារមីខ្លាំងពូកែនៅក្នុងខេត្តកណ្ដាល
ពិធីរំដោះគ្រោះការផ្ដាច់ចំណងវិញ្ញាណលេខ404នៅពាក់កណ្ដាលអាធ្រាត្រក្នុងបរិវេណក្រុមហ៊ុនដ៏ស្ងាត់ជ្រងគ្រូអាចារ្យឲ្យបានឲ្យស្រីពៅស្រីនុចអាឌីណានិងបងសារីអង្គុយជុំវិញរង្វង់សីមាតែគូដោយម្សៅនៅចំកណ្ដាលមានចានជើងពានដាក់ក្រដាសដែលសរសេរលេខ404ជ្រលក់ដោយឈាមមាន់ខ្មៅហេតុការរន្ធត់ក្នុងពិធីសំឡេងយំស្រែកពេលគ្រូអាចារ្យឲ្យចាប់ផ្ដើមសូត្រធម៌ស្រាប់តែខ្យល់បក់បោកខ្លាំងរហូតអំពូលភ្លើងក្នុងក្រុមហ៊ុនផ្ទុះបែកខ្ទេចសំឡេងស្រីម្នាក់យំខ្សឹកសួរបន្លឺចេញពីជ្រុងងឹតរួចប្រែជាសំឡេងសាច់ចង្អឹបគួរឲ្យព្រឺសម្បូររូបរាងពិតលេចឡើងវិញ្ញាណខ្មោចស្រីពីបន្ទប់404លេចចេញមកចំកណ្ដាលវងសីមាខ្លួនប្រានាងខ្មៅរលួយហើយភ្នែកទាំងគូសម្លឹងមកអាឌីណាយ៉ាងកំរោតព្រោះនាងជាអ្នកដែលមានធាតុខ្សោយជាងគេការតស៊ូចុងក្រោយខ្មោចនោះព្យាយាមលូកដៃចេញពីវងសីមាមកចាប់ជើងបងសារីប៉ុន្តែស្រីនុចបានលើកខ្សែដៃព្រះឡើងរួចស្រែកថាឈប់តាមព្យាបាទពួកយើងទៅយកវាទៅវិញចុះនាងក៏ក្រវែងខ្សែដៃព្រះនោះចូលទៅក្នុងចានជើងពានដែលកំពុងឆេះសន្ធោសន្ធៅលទ្ធផលនៃពិធីភ្លាមនោះមានពន្លឺពណ៌មាសជិះចេញពីភ្នក់ភ្លើងទប់រោវិញ្ញាណខ្មោចស្រីនោះឲ្យរលីคล้ายជាផ្សែងខ្មៅហោះចេញតាមបង្អួចបាត់ទៅស្នាមជាមលេខ404នៅលើក្នុងដៃរបស់អ្នកទាំង4ក៏ចាប់ផ្ដើមរមាស់រួចប្រែជាស្លាកស្នាមសម្លាក់ធម្មតានិងបាត់បង់សិទ្ធិអំណាចលងបន្លាចទៀតហើយទីបញ្ចប់នៃសុបិនអាក្រក់ព្រឹកឡើងពន្លឺព្រះអាទិត្យចាំងចូលមកក្នុងក្រុមហ៊ុនយ៉ាងស្រស់ថ្លាបងសារីដកដង្ហើមធំដោយក្តីធូរស្រាលរីឯស្រីពៅនិងអាឌីណាក៏ត្រឡប់មកមានទឹកមុខស្រស់បោះវិញទោះបីជាយ៉ាងណាពួកគេទាំង4នាក់បានសច្ចាជាមួយគ្នាថាទោះទៅដល់ទីណាក៏មិនហ៊ានស្នាក់នៅបន្ទប់ដែលមានលេខ4ឬលេខ404ទៀតឡើយរឿងរ៉ាវដ៏រន្ធត់នេះបានคล้ายជាមេរៀននិងជាការចងចាំតែមិនអាចបំភ្លេចបានសម្រាប់បុគ្គលិកក្រុមហ៊ុនមកពីខេត្តកណ្ដាលមួយក្រុមនេះរឿងនេះដល់ទីបញ្ចប់ហើយអរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលស្ដាប់រឿងខ្មោចជាមួយខ្ញុំកុំភ្លេចរងចាំជួបគ្នានៅរឿងក្រោយទៀតណាសូមអរគុណ